សួស្តីបងប្អូនថ្ងៃនេះនាងខ្ញុំចង់នាំអារម្មណ៍បងប្អូនមកទស្សនាវិធីធ្វើផ្លែក្រូចសម្ងួតដើម្បីយកមកសម្រក់ទម្ងន់ឥឡូវនេះយើងចាប់ផ្ដើមបេះផ្លែក្រូចហើយយកវាមកលាងទឹកឲ្យស្អាតបន្ទាប់មកបងប្អូនយកសម្រស់ទឹកឲ្យស្រស់ទឹករួចហើយបងប្អូនអាចយកទៅហាន់ជាបន្ទះគឺយកទៅហាន់ជាបន្ទះបែបនេះណាបងប្អូនហាន់ជាបន្ទះបែបនេះរួចហើយបងប្អូនហាន់ឲ្យស្ដើងក៏បានក្រាស់ល្មមក៏បានរួចហើយបងប្អូនយកទៅដាក់ហាលថ្ងៃហើយបងប្អូនឧស្សាហ៍ត្រឡប់វាក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងបន្ទាប់មកយើងហាលរយៈពេល3ថ្ងៃបងប្អូននឹងបានលទ្ធផលបែបនេះហើយបងប្អូនអ្នកដែលចង់សម្រក់ទម្ងន់បងប្អូនអាចធ្វើវិធីសាស្ត្រតាមនាងខ្ញុំបានបងប្អូនអាចយកទៅដាក់ក្នុងកែវមួយបន្ទាប់មកបងប្អូនចាក់ទឹកក្ដៅដែលដាំពុះចូលហើយបងប្អូនអាចបន្ថែមជាមួយនឹងស្ករសស្ករអំពៅឬក៏ទឹកឃ្មុំបន្ទាប់មកទុកចុះឲ្យត្រជាក់បងប្អូនដែលចូលចិត្តញ៉ាំបែបដាក់ទឹកកកបងប្អូនអាចដាក់ទឹកកកបានប៉ុន្តែសម្រាប់នាងខ្ញុំចូលចិត្តញ៉ាំពេលក្ដៅអ៊ុនដើម្បីឲ្យវាដុតជាតិខ្លាញ់នៅនឹងក្បាលពោះបន្ទាប់មកវាមានជាតិវីតាមីន C ធ្វើឲ្យស្បែកភ្លឺថ្លាសម្រាប់ស្ត្រីដែលចង់ថែរក្សាសម្រស់ផងដែរចាសូមអរគុណវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនតាមដានទស្សនា